Hello Hello សួស្តីទៅកាន់អ្នកនរគ្នាខ្ញុំបាទ Mitsuki ហៅកាត់ប្រុសស្មោះក៏បានដែរថ្ងៃនេះខ្ញុំមកបន្តសាច់រឿងទៅមានចំណងជើងថាការផាឥឡូវហ្នឹងកុំឲ្យតប៉ែឡាយយើងចូលសាច់រឿងបដ ாய் ទៅបន្ទាប់ពីស៊ីនជុនគាត់បានវាយទៅកាន់ជុនសុកហើយគាត់បាននិយាយថាតើគាត់ប្រើកម្លាំងខ្លាំងមែនទេជុនសុកបាននិយាយទៅកាន់ស៊ីនជុនថាហេតុអ្វីបានជាហែងវាយមកកាន់អញអញ្ចឹងបន្ទាប់មកស៊ីនជុនបាននិយាយទៅកាន់ជិនសុកវិញថាហើយអ្នកត្រូវការនំប៉័ងសណ្តែកក្រហមមែនទេឥឡូវនេះខ្ញុំបានឲ្យវាទៅកាន់អ្នកហើយជុនសុកវាបានវាយប្រហារទៅកាន់ស៊ីនជុនហើយវាបានបន្តនិយាយទៀតថាតើហែងឈួតមែនទេបានជាហែងវាយមកកាន់អញហើយវាបានបន្តនិយាយទៅកាន់ស៊ីនជុនទៀតថាតើហែងដឹងអញជាពីណាគេទេហើយអញនឹងធ្វើឲ្យឯងវេទនាចាប់ពីថ្ងៃនេះទៅហើយវាបានបន្តនិយាយទៅកាន់ស៊ីនជុនទៀតថាតើឯងដឹងអញជាពីណាគេទេអាចជ្រុកឈួតអើយហើយស៊ីនជុនគាត់បាននិយាយទៅកាន់វាវិញថាតើលោកឈឺចាប់មែនទេហើយវាបានតបទៅកាន់តួប្រុសវិញថាអាចង្រៃហើយវាបានយកកៅអីវាយប្រហារទៅកាន់ស៊ីនជុនប៉ុន្តែស៊ីនជុនគាត់គិតយ៉ាងងាយស្រួលហើយស៊ីនជុនគាត់បាននិយាយថាតើអ្នកមិនបោះបង់គំនិតនេះចោលទេឬហើយគាត់ចូលដល់កន្លែងកញ្ញាហាជីនគាត់បានបើកទ្វារចូលមកហើយនាងបាននិយាយថាតើលោកធ្វើអ្វីនោះនៅក្នុងថ្នាក់ហើយស៊ីនជុនគាត់បាននិយាយថាវាចប់ហើយនៅពេលនេះហើយស៊ីនជុនគាត់បានយកលេសកុហកទៅកាន់ហាជីនថាវាគ្មានអ្វីនោះទេបន្ទាប់មកអាប៉ែជុនសុកវាចង់រករឿងដាក់ខ្លួនវាបាននិយាយថាតើអ្នកមកមើលអាចរុកធាត់មែនទេហើយនាងបាននិយាយថាហេតុអ្វីជាអ្នកនិយាយចឹងដាក់មុខខ្ញុំហើយវាកំពុងតែនិយាយសើចសប្បាយសោកស្រុកស្រាប់តែពេលនោះកញ្ញាហាជីចាប់ខ្លៃទៅកាន់វាតែម្ដងស៊ីនជុនគាត់ខាត់មិនតាន់ដែរនៅពេលនេះដោយសារខ្លាខឹងហើមិនដឹងជាពេលនេះអាប៉ែជុនសុកវាស្លាប់ឬក៏រស់នោះទេហើយកញ្ញាហាជីនគាត់បានរុញទៅកាន់អាប៉ែជុនសុកខ្ទប់នឹងថ្មតែម្ដងដែលធ្វើឲ្យតករពីរប៉ាយពេញទឹកពេញដីតែម្ដងនៅពេលនេះហើយនាងបានចាប់ទៅកាន់អាប៉ែជុនសុកក្លេយ៉ាងជាប់តែម្ដងឲ្យវាសុំទោសទៅកាន់ស៊ីនជុននាងបាននិយាយទៀតថាហេតុអ្វីបានជាលោកហ៊ានប៉ះមកកាន់ស៊ីនជុនរបស់ខ្ញុំកន្លែងនេះខ្ញុំមិនដឹងទេថាអាប៉ែជុនសុករស់ឬក៏ពិការស៊ីនជុនគាត់បានខាត់ទៅកាន់កញ្ញាហាជីនកុំឲ្យវាយទៅកាន់អាប៉ែជុនសុកខ្លាំងពេកកន្លែងនេះបើសិនជាអាប៉ែស៊ីនជុនមិនបានហាមឃាត់ទៅកាន់កញ្ញាហាជីននោះទេប្រហែលជាកញ្ញាហាជីនមកក៏សម្លាប់អាប៉ែជុនសុកនៅកន្លែងនេះហើយឥឡូវនេះស៊ីនជុនគាត់បានចាប់ទៅកាន់កញ្ញាហាជីនចាក់ចេញពីបើមិនអញ្ចឹងទេនាងនឹងវាយទៅកាន់អាប៉ែជុនសុកស្លាប់តែម្ដងបន្ទាប់មកយើងបានឃើញទៅកាន់ជើងនរណាម្នាក់ដែលវាគឺជាបងធំរបស់អាប៉ែជុនសុកនឹងឯងវាបានចាប់ទាញទៅកាន់ទ្វារយ៉ាងខ្លាំងហើយវាបាននិយាយថាតើណាគេដែលមានឈ្មោះថាស៊ីនជុនតបមកអាប៉ែស៊ីនជុនបានតបតទៅកាន់អាប៉ែនឹងវិញថាបាទវាគឺជាខ្ញុំហើយគាត់បាននិយាយបន្តទៀតថាតើមានអ្វីមែនទេលោកហើយវាមិនបានខ្វល់ពីសម្ដីរបស់ស៊ីនជុននោះទេវាងាកទៅសួរទៅកាន់អាប៉ែជុនសុកតើអាកម៉ាប់នេះជាស៊ីនជុនមែនទេហើយវាបានសួរទៅកាន់អាប៉ែស៊ីនជុនថាហេអាចរូបកម្មាប់តើហែងវាយទៅកាន់ជុនសុកមែនទេស៊ីនជុនគាត់បាននិយាយទៅកាន់វាវិញថាមិនមែនទេលោកខ្ញុំគ្រាន់តែឲ្យនំប៉័ងសណ្តែកខំទៅគាត់ទេតាបងធំរបស់ជុនសុកបានទះកំភ្លៀងទៅកាន់ស៊ីនជុនមួយដៃហើយវាបាននិយាយថាហេតុអ្វីបានជាហែងខ្លាចអញណាតើហែងដឹងទេថាអញជាបងធំនៅក្នុងសាលាហ្នឹងហើយស៊ីនជុនគាត់បានសុំទោសទៅកាន់អាប៉ែបងធំហើយគាត់បាននិយាយថាតើលោកបងត្រូវការនំប៉័ងទេនៅក្នុងកាបូបខ្ញុំមានច្រើនណាស់ហើយបងធំរបស់ជុនសុកគាត់បាននិយាយថាហែងឆាប់ងើបឡើងមកវាយគ្នាជាមួយនឹងអញហើយស៊ីនជុនក៏បាននិយាយថាឲ្យខ្ញុំសុំទោសវាគឺជាកំហុសរបស់ខ្ញុំនឹងឈប់ធ្វើបែបនេះទៀតហើយលោកហើយវាបានដើរចេញរួចវាបែរមកក្រោយនិយាយថាឯងកុំឲ្យអញឃើញមុខហែងម្ដងទៀតហើយអាប៉ែជុនសុកបានសួរទៅកាន់លោកបងវាថាតើលោកបងចេញទៅទាំងបែបនេះមែនទេហើយបងធំរបស់វាបានតបទៅកាន់វាវិញថាឯងចាំតែធ្វើតាមយើងទៅកើតចូលដល់កន្លែងចេញពីសាលាកញ្ញាហាជីនបានសួរទៅកាន់ស៊ីនជុនថាតើជុនសុកមានបានទៅរំខានអ្នកទេហើយស៊ីនជុនគាត់បានតបទៅកាន់ហាជីនថាគ្មានទេហើយយើងបានឃើញជើងនរណាម្នាក់កំពុងតែឈរមើលពួកគេពីខាងក្រោយហើយនោះគឺជាពួកអាអត់ប្រយោជន៍3ក្បាលនោះឯងកាត់ចូលមកដល់ថ្ងៃស្អែកយើងបានឃើញនៅក្នុងសាលាអ៊ូអរដូចជាធម្មតាហើយយើងបានឃើញទៅកាន់ជីនថេតដែលគាត់បានសួរទៅកាន់ស៊ីនជុនថាតើឯងមិនទៅមើលថ្នាក់បន្ទាប់ទេហើយគាត់បានតបទៅកាន់ជីនថេតវិញថាហេតុអ្វីខ្ញុំត្រូវតែមើលថ្នាក់បន្ទាប់កាត់ចូលដល់ក្នុងថ្នាក់របស់កញ្ញាហាជីនវិញម្ដងហើយយើងបានឃើញទឹកថ្នាំអ្វីម្យ៉ាងប្រឡាក់លើគាត់ហើយគាត់បានសួរទៅកាន់អ្នកគ្រប់គ្នាថាតើអ្នកទាំងអស់គ្នាដឹងពីណាគេដែលដាក់ទឹកខ្មៅនៅក្រោមតុរបស់ខ្ញុំទេប៉ុន្តែពួកគេមិនហ៊ានឆ្លើយតបនោះទេហើយស៊ីនជុនគាត់បានដោះអាវរបស់គាត់ពាក់ឲ្យទៅកាន់កញ្ញាហាជីន
ហើយនាងបាននិយាយថាម៉ាក់នាងនឹងស្ដីឲ្យទៅកាន់នាងជាមិនខានបន្ទាប់មកស៊ីនជុនបានចាប់ទៅកាន់កញ្ញាហាជីនដើម្បីផ្លាស់ប្ដូរខោអាវថ្មីហើយពួកអត់ប្រយោជន៍វាបាននិយាយថាជ្រូកកម៉ាប់នេះវាមិនបានផ្លាស់ប្ដូរសូម្បីតែបន្តិចហើយវាបានស្រែកប្រាប់ទៅកាន់លោកបងវាថាវាមិនដំណើរការនោះទេលោកបងហើយគិតចូលកន្លែងស៊ីនជុននិងជីនថេតបានសន្ទនាគ្នាមិនដឹងជាពួកគេនិយាយពីអ្វីនោះទេធ្វើឲ្យស៊ីនជុនខឹងជាខ្លាំងហើយគាត់ដើរស្លុបដៅទៅកាន់អត់ប្រយោជន៍4ក្បាលនោះហើយបងធំរបស់ពួកវាបាននិយាយថាតើហែងមករកអីមែនទេហែងមកធ្វើបើសាក់ឲ្យអញវាយមែនទេហ៎ហើយជន់សោកវាបាននិយាយថាឃើញមុខឯងគួយខ្ពើមណាស់អាចជ្រុកធាត់ហេតុអ្វីបានជាហែងវាយអញនៅម្សិលមិញហើយវាបានសួរទៅកាន់ស៊ីនជុនទៀតថាតើហែងបានបដោទុកឲ្យហាជីនទេបន្ទាប់មកបងធំវានិយាយថាតើហែងដឹងទេថាថ្ងៃនេះអញបានធ្វើអ្វីមួយបន្ទាប់មកអបិនឹងបានដាក់ដៃទៅកាន់ពោះរបស់ទូប្រុសរបស់យើងស៊ីនជុនដោយសារតែភាពភ័យខ្លាចគាត់មិនហ៊ាននិយាយនោះទេហើយបងធំវានិយាយថាតើឯងចង់និយាយអីមកកាន់អញមិញបន្ទាប់មកគាត់បាននិយាយថាគ្មានអីទេលោកពេលជន់សុកបានវាយប្រហារទៅកាន់ស៊ីនជុនប៉ុន្តែស៊ីនជុនគាត់រៀបភ្លេចទាន់គាត់ក៏បានដាក់មួយដៃធ្វើឲ្យប៉ែជន់សុកខ្ទប់នឹងជន់ជាងតែម្ដងហើយគាត់ធ្វើមុខមាំជាខ្លាំងដោយកំហឹងហើយពេលជន់សុកវាពិតជាឈឺជាខ្លាំងហើយវាបាននិយាយថាហើយឈរមើលខ្ញុំដងការមិនចូលទៅវាយទៅកាន់វាទៅបន្ទាប់មកពេលនោះវាបាននិយាយថាអាចឈួតរួចក៏ចូលទៅវាយប្រហារទៅកាន់ស៊ីនជុនប៉ុន្តែត្រូវស៊ីនជុនទាត់មួយជើងខ្ទប់នឹងដីតែម្ដងហើយស៊ីនជុនគាត់បានពូកែងទៅកាន់វាហើយវាក៏បានវាយទៅកាន់ស៊ីនជុនវិញប៉ុន្តែស៊ីនជុនគាត់គេចយ៉ាងងាយស្រួលបន្ទាប់មកស៊ីនជុនគាត់បានចាប់ក្លេទៅកាន់បរិសម្នាក់នោះហើយស៊ីនជុនគាត់បានក្លេទៅកាន់បរិសម្នាក់នោះឡើងជាប់ដើម្បីយកចំហបោកទៅកាន់បរិសម្នាក់នោះហើយវាបាននិយាយថាអូយឈឺណាស់លោកបងឈឺណាស់ស៊ីនជុនគាត់ពិតជាហត់ជាខ្លាំងពេលនេះបែជន់សុកវាពិតជាភ័យញាប់ផ្លោកជាខ្លាំងបន្ទាប់មកយើងបានឃើញទៅកាន់ដៃរបស់បងធំបែជន់សុកបានទះដៃហើយវាបាននិយាយថាពិតជាល្អណាស់ពិតជាល្អណាស់ហើយបន្តមកទៀតសាច់រឿងរបស់យើងក៏បានកាត់ចប់ត្រឹមនឹងតែម្ដងបាយបាយអរគុណជម្រាបលា